សួស្តីអ្នកទាំងអស់គ្នាបាទវិលមកជួបគ្នាជាថ្មីម្ដងទៀតហើយជាមួយនឹងដំណើរលោកតាអញ្ចឹងដំណើរលោកតាគឺតែងតែនាំយករឿងរ៉ាវអបិយជំនឿបាទរឿងរន្ធត់ខ្មោចព្រាយបិសាចព្រឺព្រួចដែលបីចែករំលែកដល់អ្នកទាំងអស់គ្នាស្ដាប់កំសាន្តអញ្ចឹងថ្ងៃហ្នឹងដំណើរលោកតាក៏មិនខុសគ្នាបាទពីពេលវេលាកន្លងទៅដែរគឺតែងតែនាំយកនៅរឿងខ្មោចបាទរឿងរន្ធត់ព្រឺព្រួចនិងរឿងអតីតកាលដែលកន្លងទៅជាយូរណាស់មកហើយបាទតាមរយៈប្រិយមិត្តក៏ដូចជារឿងរ៉ាវមួយចំនួនដែលបាទអ្នកស្រុកអ្នកភូមិក៏ដូចជាបាទចាស់ដែលបាទនិយាយបាទដំណើរតគ្នានិងបាទចែករំលែកឲ្យក្មេងៗស្ដាប់បាទអញ្ចឹងថ្ងៃហ្នឹងរឿងរ៉ាវមួយដើម្បីថ្ងៃនេះដំណើរលោកតានឹងនាំយករឿងរ៉ាវមួយដែលតាក់ទងជាមួយនឹងពពួកអមនុស្សដើម្បីចែករំលែកជូនប្រិយមិត្តស្ដាប់កំសាន្តនៅពេលរាត្រីអញ្ចឹងរឿងរ៉ាវមួយនេះគឺជារឿងរ៉ាវមួយដែលតាក់ទងជាមួយនឹងបាទមិត្តភ័ក្តិពីរនាក់ដែលគាត់រាប់អានគ្នាបាទស្គាល់គ្នាតាំងពីក្មេងៗហើយរស់នៅក្នុងស្រុកភូមិជាមួយគ្នាតាំងពីតូចមកម្ល៉េះរឿងរ៉ាវមួយនេះកើតឡើងបាទជាមួយនឹងក្មួយប្រុសម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះហើយគាត់ថាបាទវាបានកើតឡើងជាមួយនឹងគាត់ពិតប្រាកដបាទហើយវាជារឿងមួយដែលតាក់ទងជាមួយនឹងពពួកអមនុស្សបាទបន្លំខ្លួនធ្វើជាគាត់ដើម្បីទៅបាទហៅមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតអញ្ចឹងតើរឿងរ៉ាវមួយហ្នឹងវារន្ធត់និងគួរឲ្យខ្លាចព្រឺព្រួចហើយវាបន្លំជាគាត់យ៉ាងដូចម្ដេចគឺបាទយើងនឹងរងចាំស្ដាប់ជាមួយនឹងដំណើរលោកតាអញ្ចឹងគាត់បាននិយាយថាមិត្តភ័ក្តិរបស់គាត់កាលពីគាត់នៅកំឡោះដើរលេងជាមួយគ្នាមានបាទស្និទ្ធស្នាលជាមួយគ្នាមានចំនួន4នាក់គឺទី1ឈ្មោះបាទអាសាលទី2ឈ្មោះអាខៃហើយនិងទី3គឺឈ្មោះបាទអាសៀងហើយនឹងគាត់អញ្ចឹងគាត់ថាបាទមិត្តភ័ក្តិទាំង4ហ្នឹងគឺតែងតើបាទទៅណាមកណាបាទដើរលេងពិសេសជាងគេដើរលេងនៅពេលយប់នៅពេលអីគឺបាទ4នាក់ហ្នឹងគឺស្និទ្ធស្នាលជាងគេអញ្ចឹងគាត់ថាបាទនៅយប់មួយគឺបាទពួកគាត់ទាំង4នាក់គឺអត់បានដើរលេងឯដោយសារតែបាទគាត់ដើរលេងបាទគាត់ថាការហ្នឹងគឺគាត់ខូចដែរនៅពេលដែលដើរលេងនៅឯណាម្ដងតែងតែបាទមានរឿងរ៉ាវបាទឆ្លោះមានរឿងរ៉ាវជាមួយនឹងគេនៅកន្លែងដែលគាត់ដើរលេងអញ្ចឹងដោយសារតែមានរឿងរ៉ាវមានបញ្ហាច្រើនអញ្ចឹងក៏បាទថ្ងៃមួយគាត់អត់បានទៅដើរលេងទៀតទេគាត់នៅផ្ទះអញ្ចឹងនៅពេលដែលគាត់នៅផ្ទះអញ្ចឹងល្ងាចឡើងបាទធម្មតាគឺនៅស្រុកស្រែជនបទអញ្ចឹងគឺបាទគាត់តែងតែនិយាយគ្នាលេងពីនេះពីនោះនិយាយរឿងដើរលេងនិយាយរឿងផ្សេងបាទតាមបែបអ្នកស្រុកស្រែជនបទអញ្ចឹងតែគាត់ថាក្នុងបាទអំឡុងពេលដែលគាត់និយាយគ្នាលេងនិយាយអីហើយបាទប្រហែលជាខ្ទង់ម៉ោង9បាទម៉ោង10អីហ្នឹងក៏គាត់ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនបាទដើម្បីគេងពីព្រោះអីយប់ជ្រៅដែរហើយអញ្ចឹងគាត់ថានៅពេលដែលគាត់ទៅផ្ទះទៅអីហើយគាត់បាទរៀបចំគេងរៀបចំអីធម្មតាប៉ុន្តែបាទសម្រាប់គាត់ខ្លួនឯងនៅពេលដែលបាទយប់ហ្នឹងគឺគាត់អត់ដឹងខ្លួនអីទេគាត់គេងគាត់អីធម្មតានៅផ្ទះនៅអីរៀងខ្លួនធម្មតាប៉ុន្តែអ្វីដែលបាទគាត់ដឹងពីរឿងរ៉ាវទាំងអស់ហ្នឹងគឺដោយសារតែមិត្តភ័ក្តិរបស់គាត់ហ្នឹងបាននិយាយប្រាប់គាត់មកវិញពីព្រោះអីមិត្តភ័ក្តិរបស់គាត់ដូចខ្ញុំជម្រាបចឹងគឺមាន4នាក់ប៉ុន្តែក្នុងចំណោម4នាក់ហ្នឹងគឺមានតែម្នាក់ឯងដែលជួបនៅហេតុការណ៍បែបហ្នឹងអញ្ចឹងគាត់ថាបាទនៅពេលដែលគាត់គេងស្អែកឡើងអញ្ចឹងបាទក៏ជួបជុំគ្នានិយាយលេងពីនេះពីនោះបាទដើរលេងបាទអីធម្មតា
អញ្ចឹងក៏ថាស្អែកឡើងបាទមិត្តភ័ក្តិគាត់ទាំង4នាក់ហ្នឹងក៏ជួបជុំគ្នាតាមទម្លាប់ធម្មតាដែលគាត់តែងតែបាទទៅណាមកណាជាមួយគ្នាជួបនិយាយលេងទៅស្រែទៅចំការបាទដើរលេងតាមរបៀបបាទក្មេងស្ទាវដែលកាលហ្នឹងគាត់មានអាយុខ្ទង់ប្រហែលជាបាទ20ជាងតិចតួចនឹងឯងដល់ពេលអញ្ចឹងទៅគាត់តែងតែដើរលេងទៅណាមកណាជាមួយគ្នាបាទមិនថាដើរលេងនៅពេលយប់មិនថាបាទដើរលេងបាទទៅស្រែទៅចំការឬក៏ទៅណាមកណាទេគឺគាត់មានភាពស្និទ្ធស្នាលបាទដើរលេងជាមួយគ្នាទៅណាទៅណីជាមួយគ្នាអញ្ចឹងប៉ុន្តែដូចខ្ញុំជម្រាបអញ្ចឹងថាបាទសម្រាប់គាត់ខ្លួនឯងគឺគាត់អត់ដឹងរឿងទេតែអ្វីដែលគាត់ដឹងហ្នឹងគឺតាមរយៈមិត្តភ័ក្តិរបស់គាត់ហ្នឹងបាទប្រាប់មកគាត់វិញអូខេអញ្ចឹងគាត់បានដំណើរថានៅពេលដែលបាទយប់ដែលគាត់អត់បានដើរលេងគាត់នៅផ្ទះរៀងខ្លួនហ្នឹងមិត្តភ័ក្តិរបស់គាត់ម្នាក់គឺឈ្មោះថាអាសៀងអញ្ចឹងអាសៀងហ្នឹងគឺបាទផ្ទះរបស់គាត់គឺនៅចិត្តគ្នាដែរទេប្រហែលជាចន្លោះបាទ3ប្លង់ទេ3ប្លង់ដីណាមានន័យថាបាទផ្ទះនៅស្រុកស្រែគឺវាធម្មតាគឺប្លង់ដីធំបើគិតជាចម្ងាយប្រហែលជាខ្ទង់បាទ150ម៉ែត្រពីគ្នាទេប៉ុន្តែធម្មតាគឺគេមានលបងព្រំដីបាទមានដាំដើមឈើតាមព្រំលបងអញ្ចឹងណាអញ្ចឹងគាត់ថាបាទការហ្នឹងគឺពួកម៉ាក់របស់គាត់ឈ្មោះអាសៀងហ្នឹងបាននិយាយប្រាប់គាត់មកវិញនៅពេលដែលគាត់ទាំង4នាក់ហ្នឹងអត់បានដើរលេងនៅយប់ហ្នឹងអញ្ចឹងពួកម៉ាក់គាត់អាសៀងហ្នឹងបាននិយាយប្រាប់គាត់ថាកាលពីថ្ងៃដែលពួកគាត់ទាំង4នាក់ហ្នឹងបាទបាននិយាយជុំគ្នារហូតដល់ម៉ោងបាទ9 10យប់ហ្នឹងបាទបន្ទាប់ពីគាត់បានទៅគេងផ្ទះរៀងខ្លួនបាទគាត់ថាស្រាប់តែប្រហែលជាខ្ទង់ម៉ោង12ម៉ោង1ឮបាទឮសំឡេងមិត្តភ័ក្តិគាត់មានន័យថាមិត្តភ័ក្តិសៀងដែលជាសមីខ្លួនដែលនិយាយប្រាប់មកខ្ញុំហ្នឹងគាត់ថាស្រាប់តែឮមិត្តភ័ក្តិគាត់ហ្នឹងមកហៅថាអាសៀងអាសៀងអាសៀងហើយអាសៀងបាទអញ្ចឹងគាត់ថាមិត្តភ័ក្តិគាត់អាសៀងហ្នឹងប្រាប់គាត់មកអញ្ចឹងថាខ្ទង់ម៉ោង11 12បាទម៉ោង1យប់ហ្នឹងស្រាប់តែឮសំឡេងគាត់ហ្នឹងហៅឈ្មោះអាសៀងបាទហៅថាអាសៀងចុះមកអាសៀងចុះមកមានន័យថាមិត្តភ័ក្តិគាត់អាសៀងហ្នឹងគឺគាត់នៅគេងលើផ្ទះរបស់គាត់អញ្ចឹងស្រាប់តែឮឈ្មោះបាទមិត្តភ័ក្តិដែលជាសមីខ្លួនហ្នឹងបានហៅថាអាសៀងចុះមកបាទហើយម្នាក់ឈ្មោះអាសៀងហ្នឹងគឺគាត់ក៏ចាប់ផ្ដើមភ្ញាក់ថាចំអាមួយនេះវាមកហៅអីស្មើនឹងម៉ោង12ម៉ោង1យប់ហើយហ្នឹងហើយគាត់ក៏ចម្លែកដែរថារាល់ដងវាមិនដែលមកហៅមកដែលមកបាទបកោកបកាហៅនៅម៉ោងហ្នឹងទេប៉ុន្តែគាត់ដោយសារគិតថាអូខេជាមិត្តភ័ក្តិរបស់គាត់អញ្ចឹងក៏គាត់អត់មានឆ្ងល់អត់មានអីជាមួយនឹងការហៅនឹងដែរគាត់ក៏បាទអើតមើលតាមប្អួចហើយបាទឃើញមិត្តភ័ក្តិរបស់គាត់ហ្នឹងកំពុងតែឈរនៅបាទនៅអ៊ីដីហើយបក់ដៃហៅហើយនឹងហៅហើយបាទសៀងមួយហ្នឹងគាត់ថាបាទឃើញជារូបរាងមិត្តភ័ក្តិរបស់គាត់ពិតមែនហើយហៅឲ្យគាត់ចុះដីអញ្ចឹងក៏គាត់មើលចុះមើលឡើងហើយក៏គាត់បើកទ្វារបាទបំរុងនឹងចុះដីដើម្បីទៅជួបនិយាយគ្នាពីព្រោះអីដឹងហើយថាវាជាមិត្តភ័ក្តិនឹងគ្នាបាទស្និទ្ធស្នាលបាទជាមួយគ្នាអញ្ចឹងធម្មតាមិត្តភ័ក្តិមកហៅគឺយើងតែងតែចុះទៅជួបនិយាយលេងជាមួយអញ្ចឹងណាអញ្ចឹងក៏គាត់បន្តទៀតថានៅពេលដែលមិត្តភ័ក្តិរបស់គាត់អាសៀងហ្នឹងបាទបើកទ្វារមកហើយបំរុងចុះមកជួបនៅឯដីប៉ុន្តែស្រាប់តែបាទឃើញគាត់បាទរូបរាងជាគាត់ហ្នឹងបានឡើងទៅលើបាទតាមកម្មចដាលបាទទៅដល់បាទចិត្តនៅក្នុងមាត់ទ្វារនៃផ្ទះហ្នឹងអញ្ចឹងគាត់
bà xiên nó có tha nó bê để khơi quạt nó lang từ đó chất mọt phía này tia bỏ quạt nó bà xiên nó cứ có tha sắp ta con như vậy khi lên cho mùi nó bà mật phẹt bỏ quạt nó như vậy khi hay xiên nó có tha bà sắp tại như vậy sọc sọc cu quạt miền ở đó tha bà thông khăn oi nó miền là oi tranh pi mật bà pi quạt năng pi nẹt đại này mật nẹt đại thưa cả lại kha chị bà cả lại chỉ quạt năng tha thì dễ dù tới cứ miền ở đó tha miền khăn oi tranh bị mọt bà bị mọt quạt năng chẳng có tha xiên nó có tha đọc về miền ở đó tha miền khăn oi miền khăn bà thì dễ tới việc oi pi là việc tha khăn oi mình men chia bà khăn mọt khăn ấy là việc tha khăn oi đuổi mình được slap chẳng rồi có xạ sọp ấy mùi chẳng chứ có tha này chơi dù tới quát can tâm biên ở đó tha thùng khăn oi tới có quát bám biên ở đó tha sẵn sài tha và hai chị mình men mất phép bỏ quát đang bị bụi ấy quát thọp đa cho mùi khăn đa ấy cứ vì ở miền thùng khăn miền ấy chẳng thì hạt ấy ban chi ngày nắng có vì thùng khăn cọ mày chẳng nước bê nắng sạp tà xiên nắng quát miền ở đó bà prư khnya hơi miền ở đó ắt srul chẳng có quát chập đàm bàn dậy lên dậy can ta thùng khăn oi tới co quát ở tục chặt quát cả thang bà hai chia bà khmau rồi có ấy nó bà làm luôn chia mật phẹ bà quát chẳng có quát chập đàm bàn dậy lên thôi tịnh đòn tới cô rốt châu không tiếc tiền việc bật cực bà có tha nước bê để có tiền việc bật cực tới bà có thác khơi bụi mạ bà quạt nó nơi ta cu thì hào ở tranh màu xiên tranh màu tranh màu giấy kia tranh màu cài màu hai xiên nó có tha quạt ở sưu này quạt ở bạc phía tranh như bị bụi ấy có tha cất tham mến chỉ mất phẹ bỏ quạt đấy chẳng có quạt ở prom bạc phía tranh để chẳng có tha bẩn to tia tha nước bê đài quạt xiên nó quạt ở prom tranh từ cài cho muối tam ca hai bỏ bà mật phẹ bỏ quạt nắng đại cả lại luôn thôi chỉ mật phẹ bỏ quạt nắng được bị đại hai tới quạt đặt tử đặc biệt quạt đặt tới tha hai du tới hai ở tranh mau ở tới việc chập đàm bà thơ chia rụng riêng bật đại quạt tha đặc biệt nắng cu bà lên chia rụng riêng mật phẹ bỏ quạt đấy rụng riêng chỉ bật mình tha là việc chia bà khmau để miền sợ vơi hay nâng bà hay nâng sliệp bẹ bò so bà đa lang nâng một tia bàn tay hai chỉ châu tia ở đuôi bị bụi ấy mật phẹ còn ở xiên nó có thả bật phía tới bà châu ở đuôi tề vì bụi ấy mới trả tia ở bạn bạc phía châu chẳng có tha nó về nó khơi đa lang hơi hở thả anh cho mau luôn ấy cho mau liêm vấn đề đập bê chẳng tới có quạt nơi ta ở trong vì bụi quạt khơi bà hái quạt mệnh nâng cháu mệnh mật phẹ quạt phẳng bà nợ bê nô vía nơi ta sai hư đá ở trong ấy cho mau lươn cho mau đập bê ruột quạt ở cháu thì vì bụi định nhầm giấy chẳng tha quạt khơi chẳng ấy quạt mình hiền cháu thì nè hiền tới cháu bà mệnh mật phẹ bỏ quạt phẳng nâng chẳng nó bê đài khơi chẳng hỏi quạt có bật phi bà bật ui bật ấy hơi sự ngòm cây được hàng khăn tì hàng từ chẳng hết ca mùi nắng cứ ban cạn lang bẹp nâng cho mùi nâng bà mật phẹ quạt đầy mùa xiên nâng đài bà bán khơi như rụt bỏ mật phẹ quạt đài thà bà lõm luôn màu hơi tầng dục nâng bà đập bê sạch lãng co xiên nâng xua bà mật phẹ quạt thà ấy dục mình miền hơi anh ọt miền từ tới tiết anh hơi anh ọt vì bụi ấy dục mình anh khơi nhảy nâng mà hơi cho mùi anh bà hơi anh hơi anh giấy cho mùi ấy nâng bà anh cho mà chụp ấy bàn giấy cho mùi ấy nó cam gì đạo tay nó bê để anh bà đi dây mùi ấy du tới co miền ở đó thả thùng khăn oi từ bà chẳng có xua thả anh chẳng ngày chụp mấy miền bàn mà chụp anh mà hơi anh ọt bà tụ bay chỉ quạt khơi bà khơi khmau khơi ấy bật bà cót bàn tay quạt
បាទគាត់នៅតែសួរមកនិយាយលេងអញ្ចឹងថាយប់មិញអញឃើញឯងហ្នឹងមកហៅអញម៉ោង12ម៉ោង1ក៏អញមកជ័យបាទចេញមកជួបនិយាយជាមួយឯងទៅប៉ុន្តែឯងមើលនៅពេលអញនិយាយលេងជាមួយឯងយូរអញមានអារម្មណ៍ថាធំក្លិនស្អុយទៅក៏អញសង្ស័យទៅក៏អញឡើងលើផ្ទះបិទទ្វារបាទពីព្រោះអញគិតថាមិនមែនឯងពីព្រោះអីបើឯងមែនគឺមិនមែនធំក្លិនស្អុយដូចខ្មោចងាប់ដូចក្លិនអីមួយងាប់ចឹងក៏អញឡើងបិទទ្វារហើយដល់ពេលឯងមើលពេលអញឡើងបិទទ្វារហើយលេងលឺដំបូងអញឃើញដូចឯងចឹងហៅអញឲ្យចុះមកអាសៀងចុះមកមានអីនៅពេលដែលអញអត់ចុះអញឃើញបាទវាក៏កាឡាខ្លួនទៅជាពិតប្រកបរូបរាងពិតប្រកបរបស់វាអញខ្លាចមែនតើណាបាទអញ្ចឹងអានេះគឺជារឿងរ៉ាវមួយដែលតាក់ទងជាមួយនឹងបាទការបន្លំខ្លួនធ្វើជាមិត្តភ័ក្តិដើម្បីទៅហៅនៅពេលយប់អញ្ចឹងបាទបើសិនជាអ្នកទាំងអស់គ្នានៅពេលយប់បាទមានអ្នកណាហៅបាទមានអ្នកណាមកហៅទាំងកដាយប់បើសិនជាយើងមិនប្រកាសយើងមានអារម្មណ៍ថាសង្ស័យយើងកុំបើកទ្វារឲ្យសោះហើយយើងកុំបាទចេញទៅជួបបើសិនជាយើងចង់ជួបយើងសម័យនេះយើងមានទូរស័ព្ទមានអីហើយយើងអាចខលទៅបញ្ជាក់ថាបាទតើម្នាក់ហ្នឹងពិតជាមិត្តភក្តិរបស់យើងជាសាច់ញាតិរបស់យើងពិតប្រាកដអត់បើសិនជាយើងខលទៅបញ្ជាក់ថាគេអ្នកលើគេអ្នកនិយាយមុខយើងមិនចាំយើងបើកទ្វារពីព្រោះអីកាលណាយើងបើកទ្វារបានន័យថាយើងបើកឲ្យគេចូលអញ្ចឹងយើងគួរតែប្រយ័ត្នប្រយែងរឿងនឹងមួយដែរណាអូខេអញ្ចឹងរឿងរ៉ាវដែលតាក់ទងជាមួយនឹងបាទក្មួយម្នាក់ហ្នឹងគឺមានប៉ុណ្ណឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងដើម្បីជាការលើកទឹកចិត្តនិងជាការបាទផ្ដល់កម្លាំងចិត្តដើម្បីឲ្យខ្ញុំធ្វើនៅវីដេអូថ្មីជាបន្តទៀតបាទតាក់ទងជាមួយនឹងពពុះបាទរឿងរ៉ាវអបិយជំនឿដែលជាប្រពៃណីជាការជឿជាក់របស់បាទខ្មែរយើងអូខេសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe ដែលតាមស្ដាប់បាទ Channel របស់ខ្ញុំតាំងពីយូរណាស់ហើយមិនទាន់បាន Subscribe សូមជួយ Subscribe បាទមួយផងពីព្រោះអីវាជាកម្លាំងចិត្តវាជាការបាទផ្ដល់កម្លាំងចិត្តដល់ admin ក្នុងការស្វែងរករឿងរ៉ាវតាក់ទងជាមួយនឹងអបិយជំនឿរបស់ខ្មែរយើងនិងរឿងរ៉ាវដែលទទួលបានពីប្រិយមិត្តឬក៏រឿងរ៉ាវដែលជាដំណើររបស់ចាស់អ្នកស្រុកអ្នកភូមិបាទដើម្បីយកមកនិយាយបាទចែករំលែកដល់បាទប្រិយមិត្តឲ្យបានស្ដាប់នៅពេលរាត្រីបាទនិងដើម្បីកំដរអារម្មណ៍ពេលដែលយើងមានភាពស្មុគស្មាញបាទមានអារម្មណ៍ថា stress អូខេអញ្ចឹងកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំផងបាទសូមអរគុណ